តម្លៃហាងឆេងមាននឹងមានការកើនឡើងខ្លាំងដោយសារតែកត្តាធំពីរបងប្អូនទាំងនេះកត្តាទី1គឺសភាអាមេរិកបានអនុម័តជាផ្លូវការឲ្យលោកប្រធានាធិបតីដូណាល់ត្រាំសម្រេចចិត្តនៅក្នុងការវាយប្រទេសវេណេស៊ុយអេឡាឲ្យបងប្អូនទាំងនេះកត្តាទី2នោះគឺនៅថ្ងៃទី10ខាងមុខនេះនឹងមានការកាត់អត្រាការប្រាក់ 0.25% ជាផ្លូវការដែលធ្វើឲ្យតម្លៃលុយដុល្លារមានការធ្លាក់ចុះដូច្នេះហើយធ្វើឲ្យតម្លៃហាងឆេងមាសមានការហក់ឡើងខ្លាំងបងប្អូនទាំងនេះយើងមកមើលតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះវិញថ្ងៃនេះគឺជាថ្ងៃទី5ខែ12ឆ្នាំ2025តម្លៃហាងឆេងមាសនៅក្នុងទីផ្សារអន្តរជាតិគេកំពុងតែទិញលក់នៅក្នុងតម្លៃ$4205នៅក្នុង1អោនឬក៏ស្មើនឹង$5066នៅក្នុង1តម្លឹងនៃទីផ្សារប្រទេសកម្ពុជាគិតត្រឹមម៉ោង 9:50 នាទីព្រឹកនេះតម្លៃហាងឆេងមាសគិតជាគីឡូគឺស្មើនឹង$135,117នៅក្នុង1គីឡូផងដែរបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមិនទាន់មានគណនីទិញលក់តម្លៃហាងឆេងមាសអន្តរជាតិបងប្អូនទាំងអស់គ្នារុះរាន់ឡើងតម្លៃហាងឆេងមាសនឹងមានការកើនឡើងបន្ថែមទៀតដែលជាតំបន់ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលបងប្អូនមិនធ្លាប់ជួបបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងថ្នាក់រៀនរបស់យើងក៏ដូចជាព័ត៌មានលម្អិតបងប្អូនអាចតាក់ទងតាមរយៈ link Telegram ដែលខ្ញុំបានដាក់នៅលើ caption ខាងលើអរគុណច្រើន